សួស្តីអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ដែរទេថាគេបង្កើត poster ស្អាតៗ YouTube thumbnail ទាក់ទាញឬកែប្រែរូបភាពឲ្យមើលទៅដូចជាអ្នកជំនាញដោយប្រើកម្មវិធីអ្វីចម្លើយនោះគឺគេប្រើកម្មវិធី Adobe Photoshop នៅក្នុងវីដេអូនេះខ្ញុំនឹងបង្រៀនអ្នកអំពីមូលដ្ឋានរហូតដល់បង្កើតជាស្នាដៃខ្លួនឯងបានទោះជាយើងមិនដែលប្រើកម្មវិធី Adobe Photoshop ពីមុនមកក៏យើងអាចរៀនធ្វើបានដែរចាប់ពីពេលនេះទៅខ្ញុំនឹងបង្ហាញនិងផលិតជាមេរៀនឲ្យអ្នកទាំងអស់គ្នាដើម្បីតាមដាននិងធ្វើការសិក្សាទាំងអស់គ្នាតោះឥឡូវយើងចូលមេរៀនទី1របស់យើងគឺការស្គាល់ Adobe Photoshop គោលបំណងនៅក្នុងមេរៀននេះគឺឲ្យយើងស្គាល់ពី Adobe Photoshop គឺជាអ្វីយល់ពីតួនាទីការប្រើប្រាស់ Adobe Photoshop តើអ្នកណាខ្លះដែលប្រើ Adobe Photoshop និងស្គាល់ពីប្រភេទ file ដែលយើងប្រើញឹកញាប់ស្គាល់ពី Adobe Photoshop ជាអ្វី Adobe Photoshop គឺជាកម្មវិធីប្រើសម្រាប់កែសម្រួលរូបភាពដែលត្រូវបានបង្កើតដោយ Adobe ហើយវាគឺជាកម្មវិធីស្តង់ដារមួយដែលអ្នកជំនាញនៅជុំវិញពិភពលោកប្រើប្រាស់សម្រាប់កែរូបភាពរចនាក្រាហ្វិកនិងការបង្កើតស្នាដៃ Digital Art ជាដើមហើយចំណុចទី2គឺយល់ពីតួនាទីនិងការប្រើប្រាស់របស់ Adobe Photoshop Adobe Photoshop គេអាចប្រើសម្រាប់កែពន្លឺនិងពណ៌រូបភាពលុបវត្ថុដែលយើងមិនចង់បានបដូរ background បង្កើតជា poster logo banner បង្កើតរចនា Facebook post និង Instagram post បង្កើតជា YouTube thumbnail ជាដើមនៅទី3តើអ្នកណាខ្លះប្រើ Adobe Photoshop អ្នកដែលប្រើ Adobe Photoshop មានដូចជា graphic designer photographer content creator YouTuber printer designer social media manager ហើយចំណុចទី4គឺការស្គាល់ពីប្រភេទ file ដែលយើងប្រើញឹកញាប់ file ដែលយើងប្រើមានដូចជា PSD គឺជា file ដែលយើងប្រើសម្រាប់រក្សាទុក layer សម្រាប់កែសម្រួលឬបន្តការងារដែលយើងប្រើនៅក្នុង Adobe Photoshop ហើយ JPG គឺជា file ដែលយើងប្រើសម្រាប់បង្ហោះនៅលើ website និង social media PNG គឺជា file រូបភាពដូចគ្នាប៉ុន្តែវាមិនមានផ្ទៃ background ឬយើងអាចហៅថាវាមានផ្ទៃ background ថ្លាហើយPDF គឺជា file ប្រើសម្រាប់ print ឬចែករំលែកហើយ TIFF គឺជា file ដែលមានគុណភាពសម្រាប់បោះពុម្ពចឹងដើម្បីទៅការបើកទៅលើកម្មវិធី Adobe Photoshop យើងទីមួយយើងត្រូវចូលទៅ Start Window ហើយ search ពី Adobe Photoshop ពេលនោះយើងឃើញ Adobe Photoshop ចេញមកហើយយើងឃើញ version វាផងដែរហើយយើង double click ដើម្បីបើកវាអញ្ចឹងនេះគឺជាផ្ទាំងរបស់ Adobe Photoshop យើងហៅថា Home ឬយើងហៅថា Welcome Screen អញ្ចឹងនៅមេរៀនទី2យើងនឹងចូលទៅបង្ហាញអំពីផ្ទាំង Home ឬយើងហៅថា Welcome Screen របស់ Adobe Photoshop អញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូ